ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកទៀតហើយអំពីការបង្កើតប្រយោគនឹងអីចឹងវីដេអូមុនខ្ញុំមករៀនទៅនឹងពាក្យរួចហើយឥឡូវយើងយកពាក្យទាំងអស់នោះមកបង្កើតជាប្រយោគតោះឥឡូវយើងកុំឲ្យខាតពេលវេលាយូរយើងចូលទៅមេរៀនយើងតោះលេខរៀងទី41អញ្ចឹងការបង្កើតប្រយោគទៅនឹងពាក្យតាបកប្រែថាធំតអាតាសំឡេងទី4តាហ្នឹងធំណាចឹងយើងអាចបង្កើតទៅជាចើហ្វាងជៀនហិនតាចើហ្វាងជៀនហិនតាមានន័យថាបន្ទប់នេះធំណាស់តែឥឡូវយើងចូលដល់លេខរៀងទី42យើងបង្កើតពាក្យយើងយកពាក្យហ៊ុយទៅបង្កើតជាប្រយោគពាក្យហ៊ុយហ្នឹងបកប្រែថាចេះដាក់ស្រអួយហ៊ុយចេះចឹងយើងអាចបង្កើតទៅជា你会开车吗你会开车吗តើអ្នកចេះបើកឡានដែរឬទេហ្នឹងហើយចឹងពាក្យខៃឈើហ្នឹងមានន័យថាបើកឡានណាតែយើងអានចិនម្ដងទៀត你会开车吗តើអ្នកចេះបើកឡានដែរឬទេតើឥឡូវយើងចូលដល់លេខរៀងទី43បង្កើតពាក្យទៅប្រយោគទៅនឹងពាក្យសនិយាយហ្នឹងហើយចឹងយើងអាចបង្កើតទៅជា请说慢一点请说慢一点សូមនិយាយយឺតបន្តិចមកអូខេសូមនិយាយយឺតនឹងឧទាហរណ៍ថាគាត់នឹងនិយាយលឿនណាអញ្ចឹងយើងស្ដាប់បានទេអញ្ចឹងយើងអាចប្រើប្រយោគនឹងបានណា请说慢一点សូមនិយាយយឺតបន្តិចតោះចូលដល់លេខរៀងទី44តទៅនឹងពាក្យម៉ាម៉ានឹងបកប្រែថាម៉ាក់ហ្នឹងឯងអញ្ចឹងយើងអាចបង្កើតទៅជាម៉ាម៉ា很漂亮ម៉ាម៉ា很漂亮ន័យថាអ្នកម៉ាក់ស្អាតណាស់អញ្ចឹងពាក្យ漂亮ហ្នឹងន័យថាស្អាតឬក៏ស្រស់ស្អាតហ្នឹងឯងតើឥឡូវយើងបន្តទៀតទៅនឹងពាក្យឆៃហ្នឹងន័យថាម្ហូបឬក៏បន្លែហ្នឹងឯងអញ្ចឹងក្នុងន័យនេះខ្ញុំយកបកប្រែទៅជាម្ហូបណាអញ្ចឹងយើងអាចបង្កើតទៅជាប្រយោគ今天的菜很好吃今天的菜很好吃មានន័យថាម្ហូបថ្ងៃនេះឆ្ងាញ់ណាស់ឬក៏ឆ្ងាញ់មែនទែនហ្នឹងឯងអញ្ចឹង很今天的菜真好吃ហ្នឹងឯង真好吃ឆ្ងាញ់មែនទែនតែបើ今天的菜很好吃មានន័យថាម្ហូបថ្ងៃនេះឆ្ងាញ់ណាស់ណាអូខេអញ្ចឹងពាក្យចិនហ្នឹងពិតហ្នឹងឯងហៅឈឺហ្នឹងឆ្ងាញ់អញ្ចឹងយើងអានម្ដងទៀត今天的菜真好吃ម្ហូបថ្ងៃនេះឆ្ងាញ់មែនទែនតើឥឡូវយើងចូលដល់លេខរៀងទី46ទៅនឹងពាក្យហិនហ្នឹងបកប្រែថាណាស់ហ្នឹងឯងចឹងយើងអាចបង្កើតទៅជា我很高兴我很高兴我很高兴នឹងន័យថាខ្ញុំសប្បាយចិត្តណាស់បើសិនជាថ្ងៃហ្នឹងយើងមានអារម្មណ៍ថាសប្បាយចិត្តអីអញ្ចឹងណាយើងអាចប្រើពាក្យហ្នឹងបានណា今天我很高兴តើឥឡូវយើងចូលដល់លេខរៀងទី47ទៅនឹងពាក្យហៅឈឺហ្នឹងន័យថាឆ្ងាញ់ហ្នឹងឯងចឹងយើងអាចបង្កើតទៅជាម៉ាម៉ាចតតឆៃហិនហៅឈឺចឹងម្ហូបដែលអ្នកម៉ាក់ធ្វើឆ្ងាញ់ណាស់ចឹងហិនហៅឈឺនឹងមានន័យថាឆ្ងាញ់ណាស់ម៉ាម៉ាចតតឆៃម្ហូបដែលម៉ាក់ធ្វើចកនឹងធ្វើតើឥឡូវយើងអានចិនម្ដងទៀតម៉ាម៉ាចតតឆៃហិនហៅឈឺម៉ាម៉ាចតតឆៃហិនហៅឈឺម្ហូបដែលអ្នកម៉ាក់ធ្វើនៅថ្ងៃនេះពិតជាឆ្ងាញ់ណាស់ឬក៏ឆ្ងាញ់ណាស់អីចឹងទៅឥឡូវយើងចូលលេខរៀងទី48ទៅនឹងពាក្យចកនឹងធ្វើណាចឹងយើងអាចបង្កើតទៅជា你在做什么你在做什么មានន័យថាអ្នកកំពុងធ្វើអ្វីហ្នឹងឯងចឹងយើងអានម្ដងទៀត你在做什么你在做什么
អ្នកកំពុងធ្វើអីនឹងឬក៏អ្នកកំពុងធ្វើអ្វីក៏បានដែរណាពាក្យសិនមកហ្នឹងន័យថាអ្វីឬក៏ស្អីឬក៏អីអីចឹងទៅពាក្យចៃហ្នឹងន័យថាកំពុងណានេះចៃជក់សិនមកអ្នកកំពុងធ្វើអ្វីតើឥឡូវយើងចូលដល់លេខរៀងទី49តើតើនឹងពាក្យសេឬក៏សៀអីហ្នឹងដូចតែគ្នាទេណាពាក្យសៀហ្នឹងមានន័យថាសរសេរហ្នឹងឯងចឹងយើងអាចបង្កើតទៅជា我正在写作业我正在写作业សេក៏បានឬក៏សៀក៏បានដែរតែក្នុងភាសាអង់គ្លេសគេអានថាសៀតែបើភាសាតែបានគេអានថាសេណាចឹងពីរហ្នឹងគឺត្រូវដូចគ្នាណាឥឡូវយើងអានម្ដងទៀត我正在写作业我正在写作业ន័យថាខ្ញុំកំពុងតែសរសេរកិច្ចការផ្ទះជក់យេហ្នឹងន័យថាកិច្ចការផ្ទះចឹងចៃហ្នឹងន័យថាកំពុងណាពាក្យចៃក៏បកថាកំពុងដែរហើយពាក្យចឹងចៃហ្នឹងក៏បកថាកំពុងដែរណាចឹងយើងអាចប្រើបានដូចគ្នាទេអត់អីទេតើឥឡូវយើងចូលដល់លេខរៀងទី50ចឹងតើនឹងពាក្យហាន់ជឺហ្នឹងន័យថាអក្សរចិនណាតោះឥឡូវយើងអាចបង្កើតទៅជា我在写汉字我在写汉字我在写汉字ហ្នឹងមានន័យថាខ្ញុំកំពុងរៀនអក្សរចិនពាក្យសៀហ្នឹងមានន័យថារៀនហ្នឹងឯងចឹងហាន់ជឺហ្នឹងអក្សរចិនតោះយើងអានចិនម្ដងទៀត我在学汉字学មាត់មូលហ្នឹងណា我在学汉字ខ្ញុំកំពុងរៀនអក្សរចិនតែអញ្ចឹងក្នុងវីដេអូនេះចែករំលែកជាមួយអ្នកទាំងអស់គ្នាដល់ត្រឹមនេះអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយជាចុងក្រោយសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗពីរូបនាងខ្ញុំអរគុណនិងជម្រាបលាអ្នកទាំងអស់គ្នា